មហាជនស្រឡាំងកាំងវីដេអូបែកធ្លាយបង្ហាញសកម្មភាពសង្ស័យមន្ត្រីច្រកទ្វារដូងបាក់ដៃឲ្យជនបរទេសលបលួចឆ្លងដែនខុសច្បាប់មិនខ្វល់ពីសន្តិសុខជាតិខេត្តបាត់ដំបងស្រង់ពេលដែលរដ្ឋាភិបាលក៏ដូចជាក្រសួងមហាផ្ទៃកំពុងតែរឹតបន្តឹងយ៉ាងម៉ឺងម៉ាន់លើបញ្ហាសន្តិសុខតាមព្រំដែននិងការបង្ក្រាបបទល្មើសបច្ចេកវិទ្យាស្កេមស្រាប់តែពេលនេះមានការធ្លាយវីដេអូកាមេរ៉ាសុវត្ថិភាពមួយបង្ហាញពីសកម្មភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរដែលលេចធ្លាយចេញពីតំបន់ច្រកទ្វារអន្តរជាតិដូងស្រុកគំរៀងខេត្តបាត់ដំបងបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនយោងតាមប្រភពវីដេអូកាមេរ៉ាសុវត្ថិភាពដែលថតបានកាលពីថ្ងៃទី19ខែមករាឆ្នាំ2026កន្លងទៅនេះបានបង្ហាញពីសកម្មភាពជនជាតិថៃចំនួន4នាក់បានចុះពីលើរថយន្តទំនើបមួយគ្រឿងរួចដើរកាត់មុខប៉ុស្តិ៍ត្រួតពិនិត្យអ្វីដែលធ្វើឲ្យមហាជនហួសចិត្តនិងដាក់ការសង្ស័យបំផុតនោះគឺគេឃើញមានមន្ត្រីសមត្ថកិច្ចម្នាក់ដើរចេញពីបន្ទប់ទំនាក់ទំនងច្រកទ្វារដូងធ្វើជាអ្នកដើរនាំផ្លូវជនជាតិថៃទាំងនោះយ៉ាងរលូនដើម្បីទៅហាច់របងលបឆ្លងដែនទៅខាងប្រទេសថៃវិញនៅចំណុចក្រោមដើមស្នាយក្បែរច្រកទ្វារព្រំដែនដោយមិនឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវតាមនីតិវិធីច្បាប់ឡើយជុំវិញករណីដ៏រសើបមួយនេះបានបង្កើនជាសំណួរចាក់ដោតជាច្រើនពីសំណាក់មហាជនតើជនជាតិថៃទាំង4នាក់នោះជានរណាហើយពួកគេចូលមកកម្ពុជាដោយស្របច្បាប់ដែរឬទេហេតុអ្វីបានជាត្រូវចាក់ចេញទៅវិញតាមរបងខុសច្បាប់មហាជនខ្លះបានសង្ស័យថាអាចជាក្រុមអក្រិតជនបច្ចេកវិទ្យា scammer ឬជាអ្នកពាក់ព័ន្ធនឹងបទល្មើសណាមួយទើបមិនហ៊ានប្រថាប់ត្រាលិខិតឆ្លងដែនចាក់ចេញតាមបញ្ជោធម្មតាតើសមត្ថកិច្ចដែលដើរនាំផ្លូវនោះជាមន្ត្រីស្ថាប័នណាហេតុអ្វីបានជាហ៊ានប្រើតួនាទីនិងសិទ្ធិអំណាចរបស់ខ្លួនទៅបាក់ដៃនាំផ្លូវឲ្យជនបរទេសអាចឆ្លងដែនខុសច្បាប់ទាំងកណ្ដាលថ្ងៃត្រង់បែបនេះតើទង្វើនេះធ្វើឡើងដើម្បីផលប្រយោជន៍បុគ្គលឬមានការត្រូវរើគ្នាជាប្រព័ន្ធទង្វើរបស់បុគ្គលដែលពាក់អាវជាសមត្ថកិច្ចនៅក្នុងវីដេអូនោះមិនត្រឹមតែជាការរំលោភច្បាប់ស្ដីពីអន្តោប្រវេសន៍យ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេប៉ុន្តែវាគឺជាការមើលងាយដល់ការលះបង់របស់កងទ័ពនិងកម្លាំងការពារព្រំដែនដទៃទៀតដែលកំពុងឈរជើងការពារបូរណភាពទឹកដីនិងសន្តិសុខជាតិទាំងយប់ទាំងថ្ងៃការបណ្ដោយឲ្យមានការលបឆ្លងដែនខុសច្បាប់នៅចំពោះមុខសមត្ថកិច្ចបែបនេះអាចបង្កើនជាចន្លោះប្រហោងសន្តិសុខដ៏គ្រោះថ្នាក់ដែលនាំទៅដល់ការប្រជ្រៀតចូលនៃបទល្មើសឆ្លងដែនគ្រឿងញៀនឬឧក្រិដ្ឋជននានាមហាជនក៏ដូចជាអ្នកសារព័ត៌មានយើងខ្ញុំសូមលំអរកាយគ្រប់ជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជាពិសេសស្ថាប័នអាណាព្យាបាលមេត្តាជួយពិនិត្យស្រាវជ្រាវនិងមានវិធានការតាមផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុតទៅលើបុគ្គលស្អុយរលួយនៅក្នុងជួរមន្ត្រីទាំងនោះដើម្បីកុំឲ្យត្រីមួយកន្ត្រកស្អុយទាំងអស់និងដើម្បីរក្សានូវកិត្តិយសសេចក្តីថ្លៃថ្នូរក៏ដូចជាពង្រឹងការអនុវត្តច្បាប់នៅតាមច្រកទ្វារព្រំដែនឲ្យមានតម្លាភាពនិងប្រសិទ្ធភាពខ្ពស់អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការបកស្រាយឬបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធនិងសមត្ថកិច្ចប្រចាំការនៅច្រកទ្វារអន្តរជាតិដូងរៀងរាល់ម៉ោងធ្វើការដើម្បីឲ្យព័ត៌មានកាន់តែមានភាពសុក្រិតនិងគ្រប់ជ្រុងជ្រោយសម្រួលអត្ថបទដោយលោកមុតចត្រាប្រមាញ់ជ័យដែន